ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបមួយទៀតមកហើយបងប្អូនគឺម្ជូរក្រាក់ជាកប៉ាហើយថ្ងៃនេះខ្ញុំប្រើបន្លែមានតែតកួនមួយមុខទេបងប្អូនអើយដោយសារតែអត់មានបន្លែច្រើនទេហើយសាច់ទាហ្នឹងបងប្អូនយើងយកមកលាងមួយអំបិលតិចណាបងប្អូនដើម្បីកាត់ឆ្អាបវានឹងលាងនៅក្នុងរូបបន្ទាប់ឲ្យគ្រឿងយើងមានម្ទេសស្លឹកក្រូចស្លឹកគ្រៃល្មៀតហើយជាពិសេសតួអង្គសំខាន់គឺប្រហុកបងប្អូនអើយប្រហុកគឺសំខាន់ណាស់ម្ហូបមួយមុខនេះហើយបន្ទាប់ហើយគឺយើងចាប់ផ្ដើមដាក់ខ្ទានឹងចូលងាស់វាដាច់ទឹកចឹងណាបន្ទាប់ហើយចាំយើងចាក់ទឹកចូលហើយក្នុងហ្នឹងគឺយើងមានអង្ក្រងជាមួយអំពិលទុំហើយដាក់ចូលទៅហើយខ្ញុំបន្ថែមទឹកដោះគោខាប់បន្តិចហើយមកងាស់វាចូលគ្នាអញ្ចឹងណានិយាយទៅទានេះទាផុយដែរបងប្អូនយើងមកងាស់ទៅហើយបន្ទាប់ហើយយើងដាក់ស្ករប៊ីចេងទឹកត្រីបន្តិចណាតាមចំណង់ចំណូលចិត្តរបស់យើងហើយរសជាតិវាជូរចេញពីអង្ក្រងផងពីអីផងគឺរសជាតិឆ្ងាញ់ហើយខ្ញុំដាក់បន្លែចូលហើយដូចរូបចឹងខ្ញុំបន្ថែមម្ទេសជាមួយនឹងស្លឹកក្រូចសើចថែមទៀតដើម្បីវាឈ្ងុយណាហើយនេះស្លយើងរួចរាល់ហើយបងប្អូនខ្ញុំចាប់ផ្ដើមធ្វើការងារបន្តទៀតហើយនិយាយទៅអត់តែស្លឆ្អិនយើងចាប់ផ្ដើមការងារស្ត្រីមេផ្ទះយើងដូចក្នុងរូបបងប្អូនមានអីបោះជូរចឹងទៅព្រោះអត់បានបោះជូរដល់បងប្អូនហើយបត់ពួយបត់អីកូនអីចឹងទៅព្រោះគាត់លេងគាត់អីយើងមិនបោមិនរៀបទេហើយអានេះបោះតាំងពីមុខរហូតដល់ក្រោយថ្ងៃនេះយើងហត់ដែរបងប្អូនអើយមកតែហាអញ្ចឹងណាហើយនិយាយទៅស្ត្រីមេផ្ទះមានអីទេយើងធ្វើអញ្ចឹងទៅព្រោះបងប្អូនណាក៏ដូចគ្នាដែរពេលដែលយើងជូតស្អាតផ្ទះយើងជូតស្អាតចក្រានបាយអីយើងស្អាតអញ្ចឹងណាយើងមានអារម្មណ៍ថាចូលមកយើងស្រស់ស្រាយអញ្ចឹងទៅបើសិនជាអត់ស្អាតណាមានអារម្មណ៍ថាចូលមករៀងស្មុកដូចខ្ញុំហីបងប្អូនហើយនេះរៀបចំបោះបាត់ជ្រះអីចឹងណាបងប្អូនអើយមើលឲ្យនោះសំណប់ចិត្តផងខ្ញុំនោះម៉ូតូមួយនោះគាត់ដឹកកូនទៅសាលាក្បែរហ្នឹងចឹងហើយទៅសាទិញមហូបអីចឹងទៅហើយនេះខ្ញុំចាប់ផ្ដើមជូតទូទឹកកកជូតអីអញ្ចឹងទៅក៏អីញ៉ាំបាយហើយចក្រានជាពិសេសចក្រានបាយហ្នឹងយើងវាខ្លាញ់ទៀតអីចឹងបងប្អូនយើងបាញ់ជូតសម្អាតវាអញ្ចឹងណាហើយទឹកបាញ់កញ្ចក់បាញ់អីហ្នឹងខ្ញុំបាញ់ទុកលាងទុកលាងអីបាញ់ជូតទុកអីអញ្ចឹងណាឲ្យវាមិនទៅភ្លឺវាក្លិនរៀងចូលមករៀងក្លិនប្រហើរអីចឹងទៅអានេះបានចាប់ផ្ដើមជូតកញ្ចក់ខ្លាទឹកបាញ់កញ្ចក់នេះខ្ញុំប្រើរហូតបងប្អូនណាចាំមើលក្រោយខ្ញុំថតឲ្យមើលបាញ់ទៅគឺវាថ្លាកញ្ចក់ល្អណានឹងប៉ោះខ្មែរយើងណាបងប្អូននិយាយទៅខ្មែរជួយខ្មែរគ្រប់ត្រូលផលិតផលខ្មែរហើយចិត្តជូតវាចិត្តការងារស្ត្រីមេផ្ទះបងប្អូនអើយមានអីទេហើយក៏សូមខន្តីអភ័យទោសហើយក៏អរគុណសម្រាប់ការចូលទស្សនាបងប្អូនអញ្ចឹងណាអរគុណច្រើនបងប្អូនហើយនេះបោះជូតអញ្ចឹងនៅក្នុងរូបអញ្ចឹងបងប្អូនមានអីទេហ្នឹងហើយអរគុណហើយដែលបានចូលទស្សនាហើយចូលចិត្តchannel ផងខ្ញុំសូមជួយ like ហើយ share ម្នាក់មួយផងបងប្អូនហើយនេះបោះជូតគេទៅហត់ដែរហ្នឹងបងប្អូនបានហើយគាត់ថាបើសិនតែកាត់តវីដេអូទៅមានចំណុចកន្លែងណាមិនសមរម្យសូមខន្តីអភ័យទោសបងប្អូន